មនុស្សម្នាក់ៗតែងតែមានអារម្មណ៍ថាលងខ្លួនឯងបងប្អូនបើសិនជាយើងអត់ធ្វើអញ្ចឹងទេចង់និយាយថាយើងធ្វើអីក៏វាអត់បានសម្រេចដែរយើងគិតថាបរាជ័យហើយទៅមិនរួចទេអាហ្នឹងបោះបង់ចោលអាហ្នឹងគឺថាចប់ហើយតែបើយើងលងខ្លួនឯងថាទោះបីជាបរាជ័យយើងនៅតែព្យាយាមគង់មានថ្ងៃណាមួយអាហ្នឹងបងប្អូនស៊ូទៅដល់ទីណាទីហ្នឹងទៅអាហ្នឹងយើងលងខ្លួនឯងយើងធ្វើបានរហូតតែបើបងប្អូនគិតថាមិនលងខ្លួនឯងទេបោះបង់ចោលគឺចប់ហើយនឹងបរាជ័យមកភ្លាមអានេះយើងអត់ទាន់ឆ្លើយថាបរាជ័យទេបងប្អូនព្រោះសារយើងអត់ទាន់បានទទួលអីទាំងអស់ហើយយើងប្រើរយៈពេលក៏វារៀងយូរដែរតែគិតថាអ្នកផ្សេងគេអាចយូរជាងហ្នឹងបងប្អូនអញ្ចឹងយើងទៅមកទៀតដោយសារ page ចាស់នេះខ្ញុំហ្នឹង follow ចូល 20k បងប្អូនទៅលក្ខណៈថាយើង set up អត់គ្រប់ឥឡូវបិទអស់លេងហើយផអីមកឡើងនេះខ្ញុំទុកមួយរយៈសិនមកធ្វើ page ថ្មីនេះចង់និយាយថាថ្មីសាឡាងហ្មងបើសិនជាបងប្អូនអូឃើញអីជួយ follow ម្នាក់មួយផងមក follow មិនទាន់បាន50នាក់ទេបងប្អូនហើយថ្ងៃនេះដែរគឺខ្ញុំបានស្ងោរឆ្អឹងជំនីជ្រូកជាមួយស្ពៃក្តោបហើយលាយផ្កាខាត់ណាតិចទៅនៅសល់ខ្ជិលទុកបងប្អូនឥឡូវឆ្អិនហើយអរគុណច្រើនបងប្អូនជូនពរសំណាងល្អទាំងអស់គ្នាមកហូបបាយជាមួយនឹងខ្ញុំគឺថារសជាតិអែមទៀតហើយ